ការបាត់ខ្លួនរបស់ប្តីបងអូននេះគឺពាក់ព័ន្ធជាមួយនឹងករណីអីដែរខ្ញុំគិតថាឃាតកម្មច្រើនជាងអាចនឹងសម្រាប់គាត់ហើយយក pass up មកដុតចោលហើយចង់បំបត្តិផុសតាងសម្រាប់ខ្ញុំគិតបែបហ្នឹងខ្ញុំថាមិនមែនទេខ្ញុំមិននឹកស្មានព្រោះផ្លូវឆ្ងាយណាស់ផ្លូវឆ្ងាយផ្លូវសត្វព្រៃឡើងណែនទាំងអស់អញ្ចឹងណែកង់3ដែលឆេះហ្នឹងគឺនៅក្នុងព្រៃជ្រៅហ្មងចាមិននឹកស្មានខ្ញុំថាមិនមែនកូនខ្ញុំទេតែកូនមិនសាថាអត់ទេម៉ាក់កង់ឡើងកង់ព្រៃខ្ញុំហើយកង់ព្រៃខ្ញុំហើយលេខកូនដូចទៀតទាំងអស់លេខកូនមើលទៅកុសទៅហៅមើលទៅឃើញមែនសូមប៉ូលីសរួបចំណាប់ទាំងអស់ជួយខ្ញុំផងឲ្យសារព័ត៌មានអរគុណច្រើនបាទអត់អីទេមិញបាទស្នើទៅដល់សមត្ថកិច្ចគ្រប់ខណ្ឌសូមជួយស្វែងរកប្តីខ្ញុំផងគឺប្តីរបស់គាត់ដែលជាអ្នករត់ pass app គឺបានបាត់ខ្លួនហើយចេញពីផ្ទះដោយគ្មានដំណឹងសូនឈឹងតែម្ដងបាទគឺស្រាប់តែនៅក្នុងល្ងាចនេះផ្ទាល់គឺបានប្រទះឃើញកង់3របស់ប្តីរបស់គាត់គឺត្រូវបានដុតឆេះតិចតែម្ដងប្រិមិត្តប៉ុន្តែរហូតមកដល់ពេលនេះគឺប្តីរបស់គាត់គឺមិនទាន់មានដំណឹងថាគាត់ស្លាប់ឬរស់នោះក៏យើងមិនទាន់ដឹងឡើយនោះទេបញ្ជាក់ពីគាត់ថាកង់3ខាងលើនោះគឺត្រូវបានដុតហើយគឺដោះកង់ចេញគឺដោះម៉ាស៊ីនចេញឲ្យខ្ទេចខ្ទីតែម្ដងជុំវិញពាក់ព័ន្ធនៅក្នុងករណីខាងលើនេះគឺពិតជាចម្លែកឯខ្លាំងមែនទែនប្រិមិត្ត pass app ចាក់ស្ដែងនេះគឺឆេះហើយស្ថានភាពយ៉ាងម៉េចដែរកឡាប់បងកឡាប់ហ្មងណាបាទកឡាប់ហើយកង់3មានលក្ខណៈថាវាអត់មានម៉ាស៊ីនវាបាត់ម៉ាស៊ីនបាត់ផ្លាកលេខបាត់កង់តែមានទទួលឆេះខ្ទេចហ្នឹងទីរាល់ដងគឺគាត់ចេញរត់ pass app ហ្នឹងនៅវេលាប្រហែលជាម៉ោងប្រហែលម៉ោង7កន្លះយប់ទៅម៉ោង8គាត់ចេញរត់រហូតដល់ភ្លឺជាងការម៉ោង6ល្ងាចជិះចេញមកទាំងអស់គ្នាតម្លាក់ខ្ញុំនៅឡើងធ្វើការគាត់យកកូនទៅដល់ទៅឲ្យម៉ាក់គាត់មើលតែពេលគាត់ចេញពីរត់ម៉ោង3ម៉ោង4ភ្លឺគាត់ចូលទៅយកកូនមកយកកូនហើយយកខ្ញុំទៅផ្ទះទាំងអស់គ្នាអញ្ចឹងជារៀងរាល់ថ្ងៃឃើញគាត់ស្ងាត់ខ្ញុំឃើញគាត់ស្ងាត់ម៉ោង2-3ជាងខ្ញុំចាប់ដើមឆាតទៅគាត់ខ្ញុំថាមិនគេបងស្ងាត់ឆឹងអញ្ចឹងហើយស្រាប់អត់ចូលមើលរហូតមកដល់ឥឡូវចាតែចូលបាទតំណង Telegram លេខដៃឬក៏ឆាត Facebook ឆាតបាទចូលស៊ីនរហូតមកដល់អត់ reply ចាចូលមើលរហូតតែអត់ reply ហើយតែអីក៏អត់លើកដែរTelegram អត់ចូលមើលគាត់ចូលមើលតែ Facebook ទេឆាត Facebook ទេខ្ញុំគិតថាមិនមែនជាគាត់ជាអ្នកមើលសម្រាប់ចិត្តខ្ញុំផ្ទាល់គឺខ្ញុំគិតថាមិនមែនជាប្តីខ្ញុំតែគាត់បានមើលហើយទោះបីគាត់មិនបាននិយាយអីគាត់រវល់ក៏គាត់បើក pass app ចឹងក៏គាត់ដាក់ sticker មួយមកយើងចឹងកុំឲ្យយើងអន់ចិត្តថាប្រពន្ធឆាតមកហើយអត់ reply អត់ send មកចឹងណាគាត់តែអ្នកដាក់ sticker មកជានិច្ចទោះបីគាត់រវល់ប៉ុណ្ណាក៏ដោយខ្ញុំសង្ស័យថាទូរស័ព្ទហ្នឹងអ្នកដែលមើលហ្នឹងគឺមិនមែនជាគាត់ពេលដែលម៉ោង2ជាងបិទ online ម៉ោង3ជាងបើក online វិញបើកបិទ1ម៉ោងហើយបើកម៉ោងជាងក្រោយបើកវិញបើកវិញចូលមើលខ្ញុំលោតែអូនយកខ្ញុំថាយកកូនខ្ញុំខឹងគាត់ខ្ញុំគិតថាគាត់ទៅណាទៅណីចឹងណាខ្ញុំថាតែអត់លើកអត់អីចឹងណាខ្ញុំថាយកកូនទៅផ្ទះហើយខ្ញុំទៅយកកូនមុនព្រោះចាំគាត់អត់ឃើញតែអត់លើកអត់អីចឹងខ្ញុំតែយកកូនទៅផ្ទះហើយខ្ញុំផ្ញើកូនទៅចូលមើលទៀតមានអ្នកមើលតែខ្ញុំគិតថាមិនមែនជាគាត់ទេបើមិនជាគាត់គឺគាត់បារម្ភពីកូនគាត់ខ្លាំងណាស់គាត់ស្រឡាញ់កូនខ្លាំងហើយគាត់មិនដែរឲ្យយើងជិះ pass app គេក៏ខ្លាចអស់លុយនិយាយទៅមនុស្សគាត់គឺរីកបើទៅគាត់មកយកឯងទៅផ្ទះនៅវេលាប្រហែលជាម៉ោងប៉ុន្មាននេះជារឿងរាល់ដងគឺម៉ោង3កន្លះទៅ4ម៉ោង3កន្លះគឺយកមកយកពីកន្លែងធ្វើការតែគាត់ជាប់ភ្ញៀវគាត់ដឹកទៅឆ្ងាយចឹងទៅគាត់ឲ្យខ្ញុំគេងចាំនៅកន្លែងធ្វើការម៉ោង5 4កន្លះអីចឹងណាបងយូរបំផុតថា4កន្លះទៅ5អត់ដល់ដល់5ទេបាទចាត់ទៅពេលមកបាត់ដំណឹងឈឹងរហូតហ្មងបាត់ដំណឹងរហូតដល់ភ្លឺពេលដែលខ្ញុំទេទៅគាត់តាមពីម៉ោង2ជាងហ្នឹងបងខ្ញុំទេទៅចូលរហូតដល់ម៉ោង6កន្លះបាទដាច់បិទម៉ោង6កន្លះខ្ញុំទេឡើងរាប់ភ្លេចហ្មងម៉ោង6កន្លះហ្នឹងគឺបិទឆឹងតាក់ទងអត់បានម៉ោង6កន្លះព្រឹកហ្នឹងចា6កន្លះព្រឹកតែម៉ោង2យប់បាទកង់3គាត់ឆេះឃើញកង់3មុនទៅយើងដាក់ទៀតបណ្ដឹងខ្ញុំឆែកមើលកង់3គាត់លេខតួខាងមុខអីលេខកូដអីដូចក្នុងកាតគ្រីអញ្ចឹងណាបាទក៏ខ្ញុំច្បាស់ថា 100% គឺភាសារបស់ប្តីខ្ញុំអញ្ចឹងបានន័យថាកង់3ហ្នឹងគឺកង់3របស់ប្តីអូនឯងច្បាស់ហ្មងដែលយើងរកឃើញប្រទះឃើញនៅណែសង្កាត់កូរកាណាកូរកាសង្កាត់កូរកាខណ្ឌព្រែកភ្នៅបងហើយភាសាហ្នឹងខ្ញុំរកឃើញដោយសារតាពួកម៉ាក់ប្តីខ្ញុំគាត់ស្គាល់ប៉ូលីសគាត់ថាអូនឃើញអូនឯងផុសថាបាត់ចិត្តអីថាបាត់ប្តីខ្ញុំបងបាត់ហើយអូនឯងផុសរកទៅចាំបងតាក់តងមើលស៊ើបខណ្ឌណាប៉ូលីសណាដែលគេស្វែងរកដំណឹងឃើញខ្លះអញ្ចឹងណាបាទស្រាប់គាត់រកប្រហែលខណ្ឌនេះគាត់ស្គាល់គេអញ្ចឹងគាត់អត់ឃើញទេស្រាប់ឲ្យចង់ក្រោយនេះគាត់សួរទៅប៉ូលីសខណ្ឌកូរកាហ្នឹងគឺថាមានកង់3មួយឆេះនៅព្រៃនៅក្នុងព្រៃហ្នឹងណាមានកង់3នេះឆេះឃើញតែក្រងខ្លោចខ្ទេចទីអស់ហើយមើលសឹងថាមិនយល់ជា pass app របស់យើងអត់យើងមើលសឹងថាមិនយល់តែពូខ្ញុំគាត់ឆ្លាតដែរគាត់ថាគាត់បើកមើលអាម៉ាស៊ីនអត់មាន
សិនមានន័យតែអាខាងមុខហ្នឹងវាមានអាកន្លែងគេវាយត្រាលេខកូដហ្មងលេខកូដតួម៉ាស៊ីនតួអីហ្នឹងខាងមុខហ្នឹងណាបាទវាយទៅបីឆេះយ៉ាងណាក៏ដោយក៏នៅតែវាយជាប់ហ្មងយកកណាត់ខ្មៅហ្មងមើលសឹងមិនយល់ដល់យកមកផ្ទៀងផ្ទាត់មកគឺកង់3ហ្នឹងគឺច្បាស់វាស់ប្តីមិនអត់បងឯងមកខ្ញុំចានៅពេលដែលដល់ឃើញកង់3ហ្នឹងគឺឆេះនៅសល់គេខ្លះនៅសល់បាត់កង់បាត់ម៉ាស៊ីនកង់3ហ្នឹងគឺថាកង់ទាំង4ហ្នឹងគឺយិនអីហ្នឹងគឺបាត់អស់ហ្មងហ្នឹងអត់ឃើញទេយ៉ាន់បើសិនជាមានកង់ប៉ាត់មែនទៅបីឆេះកង់អស់ក៏នៅសល់យ៉ាន់ដែរតែអត់មានឃើញយ៉ាន់ទេបងហើយម៉ាស៊ីនបើឆេះអស់ក៏វានៅដែកអាម៉ាស៊ីនហ្នឹងដែរណាប៉ុន្តែអត់ឃើញម៉ាស៊ីនដែរតែប្រហៅឃ្លូនៅសល់តែខ្សែភ្លើងអីក្រងវាហ្មងបើយើងនៅសល់តែដែកអាគ្រងឆ្អឹងចាបោះកង់3ហ្នឹងណាចាហើយយើងសង្ឃឹមថាជនរងគ្រោះណាប្តីរបស់បងអូនស្រីហ្នឹងគឺគាត់មិនមានបញ្ហាអ្វីកើតឡើងទេចុះសង្ឃឹមតិចព្រោះបាត់គាត់បើសិនជាគាត់នៅមានជីវិតក៏គាត់តាក់ទងមកប្រពន្ធដែរបាទធម្មតាគឺឥឡូវនេះគឺបច្ចេកវិទ្យាវាទំនើបបាទធម្មតាបើសិនជាបើថាចោលប្លន់ទូរស័ព្ទបើថាគាត់នៅមានជីវិតគាត់អាចជ័យទូរស័ព្ទបងប្អូនជីវិតរត់ទេតាក់ទងមកប្រពន្ធតាក់ទងមកអីណាឬមកគាត់រត់មកផ្ទះហើយណាចាបងចាបាទឥឡូវនេះគឺរហូតមកដល់ឥឡូវនេះគឺប្រហែលជាប្រហែលម៉ោងហីពីម៉ោង2យប់មិញរហូតមកដល់ឥឡូវថ្នាំដុសធ្មេញយិនសិនម៉ៃអ៊ីមានប្រសិទ្ធភាពខ្ពស់បំផុតជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្ទើរស្រាញតាមបញ្ចាញធ្មេញជួយឲ្យធ្មេញរឹងមាំសស្អាតព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់តម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះក្នុងមួយទីបអាចប្រើបានដល់ទៅ3ខែបាទគោរពជំរាបសួរទៅកាន់ប្រិមត្តទស្សនិកជនជាទីគោរពបាទនៅក្នុងគណៈវេលាយប់ថ្ងៃទី24ខែមេសាឆ្នាំ2025នេះផ្ទាល់តែម្ដងគឺដោយបងអូនស្រីម្នាក់គឺគាត់បានបញ្ជាក់មកកាន់ខ្ញុំបាទគឺគាត់បានតាក់ទងមកខ្ញុំហ្នឹងគឺតាំងពីព្រឹកមិញម្លេះប្រិមត្តទស្សនិកជនគាត់បានបញ្ជាក់ថាគឺប្តីរបស់គាត់ដែលជាអ្នករត់ Pass App គឺបានបាត់ខ្លួនបាទហើយចេញពីផ្ទះដោយគ្មានដំណឹងសូនឈឹងតែម្ដងបាទគឺស្រាប់តែនៅក្នុងល្ងាចនេះផ្ទាល់គឺបានប្រទះឃើញកង់3របស់ប្តីរបស់គាត់គឺត្រូវបានដុតឆេះតិចតែម្ដងប្រិមិត្តប៉ុន្តែរហូតមកដល់ពេលនេះគឺប្តីរបស់គាត់គឺមិនទាន់មានដំណឹងថាគាត់ស្លាប់ឬរស់នោះក៏យើងមិនទាន់ដឹងឡើយនោះទេប្រិមិត្តទស្សនិកជនហើយបើតាមការបញ្ជាក់ពីគាត់ថាកង់3ខាងលើនោះគឺត្រូវបានដុតហើយគឺដោះកង់ចេញឬដោះម៉ាស៊ីនចេញខ្ទេចខ្ទីតែម្ដងជុំវិញពាក់ព័ន្ធនៅក្នុងករណីខាងលើនេះគឺពិតជាចម្លែកខ្លាំងមែនទែនប្រិមិត្តហើយយើងមិនទាន់ដឹងថាតើជាករណីឃាតកម្មឬមួយក៏ជាករណីអ្វីនោះទេបងអូនមានឈ្មោះអីដែរខ្ញុំឈ្មោះម៉ាសាបងហ៊ីមម៉ាសាដៃខ្ញុំគឺឈ្មោះថនវិចិត្របាទបងប្រុសអាយុប្រហែលជាប្រហែលដែរអូនអាយុ33បងអាយុ33ឆ្នាំគាត់ជាអ្នករត់ Pass App នេះជាអ្នករត់ Pass App បាទអូនអាចជួយបញ្ជាក់តិចបានទេគឺជារាល់ដងគឺគាត់ចេញទៅរត់ Pass App ហ្នឹងនៅវេលាប្រហែលជាម៉ោងប្រហែលម៉ោង7កន្លះយប់ទៅម៉ោង8គាត់ចេញរត់ទៅរហូតដល់ភ្លឺបាទ3កន្លះទៅ4ភ្លឺបានគាត់មកយកប្រពន្ធកូនបានគាត់មកយកខ្ញុំចេញពីធ្វើការហើយបើទៅយកកូនហើយបានមកយកខ្ញុំចេញពីធ្វើការទៅតែទាំងអស់គ្នាតែពីចង់និយាយថាជារៀងរាល់ថ្ងៃគឺពួកខ្ញុំមកជាមួយគ្នាទាំងអស់ពីផ្ទះនៅកប់ស្រូវហ្នឹងបាទមកពីផ្ទះទាំងអស់គ្នាពីម៉ោង5កន្លះល្ងាចជួនកាលម៉ោង6ល្ងាចជិះចេញមកទាំងអស់គ្នាតម្លាក់ខ្ញុំនៅឡើងធ្វើការគាត់យកកូនទៅដល់ទៅឲ្យម៉ាក់គាត់មើលបាទតែពេលគាត់ចេញពីរត់ម៉ោង3ម៉ោង4ភ្លឺគាត់ចូលទៅយកកូនមកយកកូនហើយយកខ្ញុំទៅផ្ទះទាំងអស់គ្នាអញ្ចឹងជារៀងរាល់ថ្ងៃតែស្រាប់យប់មិញនេះគាត់លេងឆាតជាមួយខ្ញុំសុកគាត់លេងឆាតអូនញ៉ាំតរ៉េនញ៉ាំម្ដុំទៅអីអូនញ៉ាំ2ដុំទៅតរ៉េនហ្នឹងពួកម៉ាក់ខ្ញុំអ្នកទិញតែគាត់ឲ្យប្តីខ្ញុំជាអ្នកទៅទិញបាទចាដល់ពេលហើយគាត់ថាបងញ៉ាំបានម្ដុំហើយអូនញ៉ាំបានម្ដុំខ្ញុំថាខ្ញុំញ៉ាំបានតែម្ដុំទេអត់ហ៊ានញ៉ាំច្រើនទេហើយដល់ពេលហើយគាត់ថាញ៉ាំ2ដុំទៅអត់នៅនិយាយលេងសើចមួយខ្ញុំឯណាបងតែជាម៉ោង2:10អីនៅលេងសើចគ្នារហូតស្រាប់ដល់ពេលម៉ោង1ជាងហ្នឹងខ្ញុំនិយាយលេងជាមួយគាត់ថាមើលរឿងឆាប់អស់លុយឯងខ្ញុំនិយាយចឹងណាបាទខ្ញុំមើលរឿងភាគចិនណោះយើងអស់ភាគទៅគឺខ្ញុំមើលខ្ញុំចូលអា Telegram គេបង់$3ដើម្បីមើលរឿងភាគចិនហ្នឹងចឹងណាគាត់ថាណៃមើលទៅអីចាំតែមើលនៅផ្ទះយើងផ្ទះយើងមាន Wi-Fi បាទគាត់នឹងនិយាយលេងជាមួយខ្ញុំសន្ទនាជាមួយខ្ញុំចេះតែឆាតលេងទៅប្តីខ្ញុំជារៀងរាល់ថ្ងៃថាថ្ងៃណាក៏ដោយគឺខ្ញុំតែងតែនិយាយលេងជាមួយគាត់ពីរនាក់ខ្ញុំតែងតែផ្ញើ sticker បេះដូងបើនិយាយរឿងណាត្រូវសើចដាក់ sticker សើចមកប្រពន្ធដល់ពេលហើយចឹងទៅស្រាប់ពីម៉ោង1:18ហ្នឹងគាត់ឆាតមួយខ្ញុំដាក់រូបសើចខ្ញុំនិយាយមួយគាត់លេងសើចច្រើនចឹងទៅលេងសើចមួយគាត់ហើយគឺខ្ញុំប្រាប់គាត់ថាឆាប់អស់លុយអញ្ចឹងណាបាទដល់ហើយចឹងទៅគាត់ដាក់រូបសើចម៉ោង1:18នាទីដាក់រូបសើចមករហូតខ្ញុំចូលមើលគាត់ទេណាចូលមើលគាត់ហើយខ្ញុំមកlạiមើលរឿងទៀតហ្នឹងហើយខ្ញុំទៅនៃពីការងារហ្នឹងក៏ខ្ញុំមើលរឿងដល់ស្រាប់ហើយចឹងទៅខ្ញុំឃើញគាត់ស្ងាត់ម៉ោង2:30ជាងខ្ញុំចាប់ដើមឆាតទៅគាត់ខ្ញុំថាមិនគេបងស្ងាត់ឆឹងអញ្ចឹងបាទហើយស្រាប់អត់ចូលមើលរហូតមកដល់ឥឡូវចាតែទៅចូលទំនង Telegram លេខដៃឬក៏
ឆាត Facebook បានតែចូលស៊ីនរហូតមកតែអត់ reply ចាចូលមើលរហូតតែអត់ reply ហើយតែអីក៏អត់លើកដែរTelegram អត់ចូលមើលគាត់ចូលមើលតែ Facebook ទេឆាត Facebook ទេគាត់ចូលមើលខ្ញុំដល់ត្រឹមម៉ោងខ្ញុំគិតថាមិនមែនជាគាត់ជាអ្នកមើលបាទសម្រាប់ចិត្តខ្ញុំផ្ទាល់គឺខ្ញុំគិតថាមិនមែនជាប្តីខ្ញុំតែគាត់បានមើលហើយទោះបីគាត់មិនបាននិយាយអីគាត់រវល់ក៏គាត់បើក pass app ចឹងក៏គាត់ដាក់ sticker មួយមកយើងចឹងកុំឲ្យយើងអន់ចិត្តថាប្រពន្ធឆាតមកហើយអត់ reply អត់ send មកចឹងណាគាត់តែដាក់ sticker មកជានិច្ចទោះបីគាត់រវល់ប៉ុណ្ណាក៏ដោយតែគឺប្តីខ្ញុំគឺខ្ញុំសង្ស័យថាទូរស័ព្ទហ្នឹងអ្នកដែលមើលហ្នឹងគឺមិនមែនជាគាត់ពេលដែលម៉ោង2ជាងបិទ online ម៉ោង3ជាងបើក online វិញបើកបិទ1ម៉ោងហើយបើកម៉ោងជាងក្រោយបើកវិញបើកវិញចូលមើលខ្ញុំលោតតែអូនយកខ្ញុំថាយកកូនខ្ញុំខឹងគាត់ខ្ញុំគិតថាគាត់តាណាតណីចឹងណាខ្ញុំថាតែអត់លើកអត់អីចឹងណាខ្ញុំថាយកកូនទៅផ្ទះហើយខ្ញុំទៅយកកូនមុនព្រោះចាំគាត់អត់ឃើញតែអត់លើកអត់អីចឹងខ្ញុំតែយកកូនទៅផ្ទះហើយខ្ញុំផ្ញើរកូនទៅចូលមើលទៀតមានអ្នកមើលតែខ្ញុំគិតថាមិនមែនជាគាត់ទេបើមិនជាគាត់គឺគាត់បារម្ភពីកូនគាត់ខ្លាំងហើយគាត់ស្រឡាញ់កូនខ្លាំងនិយាយទៅគឺគាត់ស្រឡាញ់កូនគាត់ខ្លាំងហ្មងហើយគាត់មិនដែរឲ្យយើងជី pass app គេក៏ខ្លាចអស់លុយនិយាយទៅមនុស្សគាត់គឺរីកលុយបើទៅគាត់មកយកអនឯងទៅផ្ទះនៅវេលាប្រហែលជាម៉ោងប៉ុន្មាននេះជារឿងរាល់ដងគឺម៉ោង3កន្លះទៅ4ម៉ោង3កន្លះគឺយកមកយកពីកន្លែងធ្វើការទៅគាត់ជាប់ភ្ញៀវគាត់ដឹកទៅឆ្ងាយចឹងទៅគាត់ឲ្យខ្ញុំគេងចាំនៅកន្លែងធ្វើការម៉ោង5 4កន្លះអីចឹងណាបងយូរបំផុតថា4កន្លះទៅ5អត់ដល់ដល់5ទេបាទចាត់ដល់ពេលមកបាត់ដំណឹងឈឹងរហូតហ្មងបាត់ដំណឹងរហូតដល់ភ្លឺពេលដែលខ្ញុំទេទៅគាត់តាមពីម៉ោង2ជាងហ្នឹងបងខ្ញុំទេទៅចូលរហូតដល់ម៉ោង6កន្លះបាទដាច់បាត់ម៉ោង6កន្លះខ្ញុំទេឡើងរាប់ភ្លេចហ្មងម៉ោង6កន្លះហ្នឹងគឺបិទឆឹងតាក់តងអត់បានម៉ោង6កន្លះព្រឹកហ្នឹងចា6កន្លះព្រឹកតែម៉ោង2យប់បាទរហូតដល់ម៉ោង6កន្លះព្រឹកហ្នឹងគឺបាត់ដំណឹងគាត់ឆឹងតែម្ដងទេទៅគឺអត់ចូលហើយរហូតមកដល់ឥឡូវនៅតែអត់ចូលបាទនៅពេលហ្នឹងអូនបានធ្វើការតាក់ទងទៅស្គាល់ទៅតាមរយៈអ្នកដែលស្គាល់គាត់ជាមួយជាពីអត់ឃើញទាំងអស់អត់ឃើញទាំងអស់ហ្មងចាពួកម៉ាក់គាត់ទាំងប្រហែលមកគ្នាឆាតមកចិត្តមិនហើយថាអត់ឃើញទេបងរកគាត់អត់ឃើញទេកង់3គាត់ឆេះឃើញកង់3មុនទៅពីដាក់ទៀតបណ្ដឹងខ្ញុំឆែកមើលកង់3គាត់លេខតួខាងមុខអីលេខកូដអីដូចក្នុងកាតគ្រីអញ្ចឹងណាក៏ខ្ញុំច្បាស់ថា 100% គឺ pass app របស់ប្តីខ្ញុំអញ្ចឹងបានន័យថាកង់3ហ្នឹងគឺកង់3របស់ប្តីអនឯងច្បាស់ហ្មងដែលយើងរកឃើញប្រទះឃើញនៅណែសង្កាត់កោរកាណាកោរកាសង្កាត់កោរកាខណ្ឌព្រែកភ្នៅបងបាទចានៅពេលហ្នឹង pass app ហ្នឹងខ្ញុំរកឃើញដោយសារតាពួកម៉ាក់ប្តីខ្ញុំគាត់ស្គាល់ប៉ូលីសគាត់ថាអូនលឹកឃើញអនឯងផុសថាបាត់ចិត្តអីថាបាត់ប្តីខ្ញុំបងដល់ពេលហើយបាត់ហើយអនឯងផុសរកចាំបងតាក់តងមើលស៊ើបខណ្ឌណាប៉ូលីសណាដែលគេស្វែងរកដំណឹងឃើញខ្លះអញ្ចឹងណាបាទស្រាប់គាត់រកប្រហែលខណ្ឌនេះគាត់ស្គាល់គេអញ្ចឹងគាត់អត់ឃើញទេស្រាប់ឲ្យចង់ក្រោយនេះគាត់សួរទៅប៉ូលីសខណ្ឌកោរកាហ្នឹងគឺថាមានកង់3មួយឆេះនៅព្រៃនៅក្នុងព្រៃហ្នឹងណាមានកង់3នឹងឆេះឃើញតែក្រងខ្លោចខ្ទេចទីអស់ហើយមើលសឹងថាមិនយល់ជា pass app របស់យើងអត់យើងមើលសឹងថាមិនយល់ប៉ុន្តែពូខ្ញុំគាត់ឆ្លាតដែរគាត់ថាគាត់បើកមើលអាម៉ាស៊ីនអត់មានម៉ាស៊ីនមានទេតែអាខាងមុខហ្នឹងវាមានអាកន្លែងគេវាយត្រាលេខកូដហ្មងលេខកូដតួម៉ាស៊ីនតួអីហ្នឹងខាងមុខហ្នឹងណាបាទវាយទៅបីឆេះយ៉ាងណាក៏ដោយក៏នៅតែវាយជាប់ហ្មងយកកណាត់ខ្មៅហ្មងមើលសឹងមិនយល់តែខ្ញុំនៅមានរូបហ្នឹងមានរូបលេខតួម៉ាស៊ីនហ្នឹងទៀតដល់យកមកផ្ទៀងផ្ទាត់មកគឺកង់3ហ្នឹងគឺច្បាស់របស់ប្តីមិនអត់បងណៃមកនេះខ្ញុំចានៅពេលដែលដល់ឃើញកង់3ហ្នឹងគឺឆេះនៅសល់គេខ្លះនៅសល់បាត់កង់បាត់ម៉ាស៊ីនកង់3ហ្នឹងគឺថាកង់ទាំង4ហ្នឹងគឺយ៉ាន់អីហ្នឹងគឺបាត់អស់ហ្មងហ្នឹងអត់ឃើញទេយ៉ាន់បើសិនជាមានកង់ប៉ាត់មែនទៅបីឆេះកង់អស់ក៏នៅសល់យ៉ាន់ដែរតែអត់មានឃើញយ៉ាន់ទេបងហើយម៉ាស៊ីនមកឆេះអស់ក៏វានៅដែកអាម៉ាស៊ីនហ្នឹងដែរណាប៉ុន្តែអត់ឃើញម៉ាស៊ីនដែរតែប្រហៅខ្លួននៅសល់តែខ្សែភ្លើងស្អីក្រងវាហ្មងបើយើងនៅសល់តែដែកអាគ្រងឆ្អឹងចាបកង់3ហ្នឹងណាចាហើយខ្ញុំសូមស្នើទៅដល់សមត្ថកិច្ចគ្រប់ខណ្ឌសូមស្នើជួយស្វែងរកប្តីខ្ញុំផងគាត់បាត់តាំងពីម៉ោង2យប់រហូតមកដល់ឥឡូវអត់បានដឹងដំណឹងគាត់ថាសម្រាប់ទ្រព្យសម្បត្តិវិញគឺគាត់មានភ្ជាប់អីទៅជាមួយខ្លះនៅពេលគាត់រហូតកង់3ហ្នឹងថា pass app ហ្នឹងហើយលុយ100,000ដែលគាត់រកបានហ្នឹងបងហើយនឹងទូរស័ព្ទ2គ្រឿងតែប៉ុណ្្នឹងឯងទូរស័ព្ទគេខ្លះទូរស័ព្ទ Android Oppo តែ2គ្រឿងតែទូរស័ព្ទហ្នឹងធូរថ្លៃដែរទេបងអត់សមណាដែលចោលវាត្រូវប្លន់យកអារបស់អស់ហ្នឹងណាបងបើសម្រាប់បងបន្តបងគិតថាប្តីការបាត់ខ្លួនរបស់ប្តីបងអូននេះគឺពាក់ព័ន្ធជាមួយនឹងករណីអីដែរ
ខ្ញុំគិតថាឃាតកម្មច្រើនជាងអាចនឹងសម្រាប់គាត់ឲ្យយក pass app មកដុតចោលហើយចង់បំបត្តិផុសតាងសម្រាប់ខ្ញុំគិតបែបហ្នឹងប៉ុន្តែក្រុមគ្រួសារគាត់តែងតែលើកទឹកចិត្តថាកុំឲ្យគិតបែបហ្នឹងបាទឥឡូវយើងកំតាគិតដល់ចំណុចហ្នឹងអីឥឡូវទុកឲ្យសមត្ថកិច្ចគាត់ធ្វើការស្រាវជ្រាវយើងអត់តន់ហ៊ាននិយាយបានថាជាករណីឃាតកម្មឬមួយក៏ជាករណីអ្វីនោះទេប្រិមិត្តខឡូបាទវាទៅជាករណីអីផ្សេងអញ្ចឹងទៅបាទប្រិមិត្តហើយយើងសង្ឃឹមថាជនរងគ្រោះបាទដែលប្តីរបស់បងអូនស្រីហ្នឹងគឺគាត់មិនមានបញ្ហាអ្វីកើតឡើងទេចុះប្រិមិត្តសង្ឃឹមតិចព្រោះបាត់គាត់បើសិនជាគាត់នៅមានជីវិតក៏គាត់តាក់ទងមកប្រពន្ធដែរបាទធម្មតាគឺឥឡូវនេះគឺបច្ចេកវិទ្យាវាទំនើបបាទធម្មតាបើសិនជាបើថាចោលប្លន់ទូរស័ព្ទបើថាគាត់នៅមានជីវិតគាត់អាចជ័យទូរស័ព្ទបងប្អូនជាប្រទេសតាក់ទងមកប្រពន្ធតាក់ទងមកអីណាឬមកគាត់រត់មកផ្ទះហើយណាចាបងចាបាទឥឡូវនេះគឺរហូតមកដល់ឥឡូវនេះគឺប្រហែលជាប្រហែលម៉ោងហីពីម៉ោង2យប់មិញរហូតមកដល់ឥឡូវតាំងពីម៉ោង2យប់មិញរហូតមកដល់ឥឡូវអញ្ចឹងបានន័យថាវាអត់តាន់24ម៉ោងទេណាចិត្តម៉ោង2វិញ24ម៉ោងបាទចាតែអ្វីដែលខ្ញុំរំភើបចិត្តជាងគេគឺឃើញ pass app គាត់ដូចគេយកទៅអូនច្បាស់ 100%ថា pass app ហ្នឹងគឺជារបស់គាត់តែម្ដងណាជារបស់គាត់បងអញ្ចឹងបងតែ pass app ហ្នឹងច្បាស់ថាជារបស់គាត់ទេបងណាបាទច្បាស់ហើយបងដោយសារខ្ញុំផ្ទៀងកាត់គ្រីជាមួយនឹងលេខតួកង់3ទៅវាដូចគ្នាបងបាទអញ្ចឹងដល់ពេលដែលបងទៅដល់ឃើញតែ pass app ចាក់ស្ដែងនេះគឺឆេះហើយស្ថានភាពយ៉ាងម៉េចដែរកលាប់បងកលាប់ហ្មងណាបាទកលាប់ហើយកង់3មានលក្ខណៈថាវាអត់មានម៉ាស៊ីនបាទវាបាត់ម៉ាស៊ីនបាត់ផ្លាកលេខបាត់កង់បាទតែមានទទួលឆេះខ្ទេចហ្នឹងឆេះខ្ទេចហ្មងណាបាទឆេះនៅតែក្រងឆ្អឹងនៅតែក្រងដែកហ្នឹងចម្លែករឿងបាត់ម៉ាស៊ីនបាត់អីទៀតបាទចម្លែកต้องថាបាត់ម៉ាស៊ីនបាត់កង់បាត់ផ្លាកលេខវាចម្លែកត្រង់កន្លែងហ្នឹងបើសិនជាបើចោលវាលួចត្មងវាយកត្មងអានោះវាយកទៅទាំងអស់ហ្មងបាទអានេះវាយកទៅដុតវាដោះម៉ាស៊ីនហើយវាដុតតែក្រងឆ្អឹងវាដុតតែក្រងតួកង់3បាទករណីខ្ញុំបាននេះទៅចម្លែកមែនទែនប្រិមត្តទូទាំងជនយើងបាទយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវដើម្បីឲ្យដឹងពីមូលហេតុឲ្យច្បាស់លាស់ហើយអ្នកមីងត្រូវជាម្ដាយអ្នកមីងណាបាទម្ដាយបើកើតអ្នកមីងចាបាទមកជួយគ្រាគាត់តិចមកបាទតាមរកកូនតាំងពីម៉ោងប៉ុន្មានដែរអ្នកមីងតាមប្រហែលតែម៉ោង3ដែរដល់វាមកប្តីអត់ឃើញហ្នឹងបាទអញ្ចឹងបងប្រុសត្រូវជាកូនបកើតរបស់អ្នកមីងចាកូនអ្នកមីងមានកូនប្រហែលអ្នកដែរអ្នកមីងខ្ញុំកូនតែ2ទេកូន2ចានោះកូនបងនោះគួយនោះបាទហើយអ្នកមីងមានបានទៅដល់កន្លែងគាត់ហេតុទេកន្លែងដែលឆេះកង់3របស់គាត់ណាចាបានទៅដល់ហើយអញ្ចឹងនៅពេលដែលបាត់បងប្រុសភ្លាមគឺកូនប្រសាមានតាក់ទងទៅប្រាប់អ្នកមីងទេនៅពេលហ្នឹងប្រាប់ថាម៉ាក់អើយឃើញមានឃើញមកចិត្តមកនឹងអត់ថាអត់ឃើញទេកូនអត់មានទេឆោឡោគ្រប់គ្នាអញ្ចឹងទៅកូនទេចូលនៅពេលដែលបាត់កូនអត់មានដំណឹងអញ្ចឹងហើយនៅពេលដែលគេផ្ដល់ដំណឹងមកថាឃើញកង់3កូនរបស់កូនបាទត្រូវបានឆេះតិចឆេះខ្ទីអញ្ចឹងនៅពេលហ្នឹងអារម្មណ៍ដូចជាម្ដាយនឹងវិញមិនដឹកស្មានខ្ញុំថាមិនមែនកង់3កូនខ្ញុំទេខ្ញុំថាមិនមែនទេខ្ញុំមិនដឹកស្មានព្រោះផ្លូវឆ្ងាយណាស់ផ្លូវឆ្ងាយផ្លូវសត្វព្រៃឡើងណែនទាំងអស់អញ្ចឹងតែកង់3ដែលឆេះហ្នឹងគឺនៅក្នុងព្រៃជ្រៅហ្មងចាមិននឹកស្មានខ្ញុំថាមិនមែនកូនខ្ញុំទេតែកូនមិនសាថាអត់ទេម៉ាក់កង់នឹងកង់ប្តីខ្ញុំហើយកង់ប្តីខ្ញុំហើយលេខកូនដូចគ្នាទាំងអស់លេខកូនមើលទៅកុសទៅហៅមើលទៅឃើញមែនសុំប៉លីសរួបចំណាប់ទាំងអស់ជួយខ្ញុំផងឲ្យសារព័ត៌មានអរគុណច្រើនបាទមីងបាទអត់អីទេមីងបាទស្នើទៅដល់សមត្ថកិច្ចគ្រប់ខណ្ឌសូមជួយស្វែងរកប្តីខ្ញុំផងបាទខ្ញុំមិននឹកស្មានកូនខ្ញុំល្អណាស់ហេតុអីបានមានរឿងដល់ថ្នាក់ហ្នឹងខ្ញុំមែនគឺគាត់ស្រឡាញ់ណាស់គាត់មើលថែកូនណាស់រៀបចំបាយទឹកប្រពន្ធកូនមិនដែរចេះបបាឲ្យប្រពន្ធកូនបបាទេបាយទឹកល្អណាស់ហេតុអីបានចានដាំបាយវិស័យយើងបងប្តីខ្ញុំគឺល្អកូនណាអ្នកដែរកូនខ្ញុំមួយកូនមួយបាទណាមីងទុកអារម្មណ៍ណាបងប្រុសប្រហែលក៏អត់អីទេណាមីងណាបាទយើងឲ្យសង្ឃឹមថាគាត់មិនមានបញ្ហាអ្វីមួយកើតឡើងទៅចុះប្រិមិត្តហើយករណីខាងលើនេះបាទខ្ញុំជឿថាកម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យធ្វើការស្រាវជ្រាវជាមួយពាក់ព័ន្ធនៅក្នុងករណីដែលបងប្រុសដែលជាអ្នករត់កង់3ម្នាក់បាទដែលបានបាត់ខ្លួនគឺរហូតមកដល់ពេលនេះជិត24ម៉ោងហើយបាទហើយឥឡូវនេះគឺប្រទះឃើញកង់3របស់គាត់ហ្នឹងគឺត្រូវបានហើយឆេះខ្ទេចទៅឲ្យសង្កាត់គោកលកាខណ្ឌព្រែកភ្នៅប្រិមត្តទូទាំងជនយើងចំណាយឯមនុស្សហ្នឹងគឺថាបាត់ដំណឹងសូនឈឹងអត់ឃើញទេ
ប្រិមិត្តហើយកង់3ដែលឆេះហ្នឹងគឺវាចម្លែកតង់ចំណុចនេះទៀតប្រិមិត្តគឺថាកង់ហ្នឹងគឺថាដោះខ្ទេចតែម្ដងបាទដោះខ្ទេចយន្តអីហ្នឹងឆេះដោះខ្ទេចខ្ទីតែម្ដងបាទហើយចំណែកឯម៉ាស៊ីនអីហ្នឹងក៏ត្រូវបានដោះចេញខ្ទេចខ្ទីដែរបាទនៅតែកង់3ដែលឆេះនៅសល់តែដែកទេប្រិមិត្តទូទាំងជនដែលបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងបាទឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់នៅការផ្សាយត្រឹមនេះហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបានពីក្រុមគ្រួសារសាច់ញាតិរបស់គាត់ដែលគាត់បានផ្ដល់បទសម្ភាសន៍មកកាន់ហើយយើងខ្ញុំដែលជាអ្នកសារព័ត៌មានតែប៉ុណ្ណោះប្រិមិត្តទូទាំងជនបាទព័ត៌មានអាប់ដេតយ៉ាងណានោះយើងនឹងធ្វើការបញ្ជាក់ជូនបងប្អូនយើងនៅពេលក្រោយបន្ថែមទៀតខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងារធ្វើសេចក្តីរាយការណ៍សូមអរគុណសូមគោរពលាថ្នាំដុសធ្មេញដែលគ្រាន់តែប្រើទៅដែលមានអារម្មណ៍ថាហិលមានពពុះនៅក្នុងមាត់បងប្អូនអត់ពិបាករត់ទេនៅលើទីផ្សារតែថ្នាំដុសធ្មេញប្រភេទព្យាបាលដោយថ្នាំដុសធ្មេញយិនសិនម៉ាអ៊ីគឺពិបាករកប្រើណាស់ពួកយើងបានចូលទៅដល់រោងចក្រផ្ទាល់នៅប្រទេសកូរ៉េកំងសារធាតុផ្សំល្អតម្រូវសុខភាពមាត់ធ្មេញរបស់បងប្អូនខ្មែរយើងដែលពូកែស័ក្តិសិទ្ធិក្នុងការជួយបំបត្តិអាការៈស្រាវស្រាញតាមអញ្ចាញ់ធ្មេញកុំចាត់កំណត់អំបោនៅតាមធ្មេញកុំចាត់បញ្ហាក្លិនមាត់មិនល្អនិងជួយឲ្យធ្មេញរឹងមាំយ៉ាងមានប្រសិទ្ធភាពជាថ្នាំដុសធ្មេញដែលទទួលស្គាល់ច្បាស់លាស់ពីក្រសួងខ្មែរនិងកូរ៉េទទួលស្គាល់គុណភាពដោយ ISO 9001និង ISO 14001ព្រមទាំងមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung ក្នុងមួយទីបតម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះអាចប្រើបានចន្លោះពី2ទៅ3ខែបងប្អូនអាចរកជឿបានតាមឱសថដ្ឋានតាមតូបតាមផ្សារទូទាំងប្រទេសកម្ពុជាឬក៏អាចទំនាក់ទំនងទិញតាមរយៈ page នៅខាងក្រោមវីដេអូនេះឬតាមរយៈ Telegram